ជំរាបសួរសមាជិកទាំងអស់គ្នាតពីវីដេអូមុនវីដេអូនេះខ្ញុំបង្ហាញពីរបៀបប្រើប្រាស់ទូទៅសម្រាប់សមាជិកដែលជាភ្នាក់ងារអចលនទ្រព្យទាំងអស់គ្នាតមើលជាមួយខ្ញុំមកសម្រាប់បងប្អូនដែលបានចុះឈ្មោះជាសមាជិកហើយអូខេហើយបងប្អូន login ចូលក្នុង account របស់បងប្អូនមកនេះ login ដូចខ្ញុំចេះមកយើងចូល login មកនេះចូល like member នេះក៏បានយើងចូល login ណាសម្រាប់អ្នកមិនទាន់អ្នកចុះហើយ login មកដូចខ្ញុំមកចូលតាមខ្ញុំមកអូខេបន្ទាប់មកយើងបាយ username យើង password យើងរួចហើយយើង login ពេលដែលបងប្អូន login ពឹបវាចូលមកដល់ dashboard មួយដែលបង្ហាញឲ្យបងប្អូនឃើញថាបងប្អូនមានប្រាក់ចំណេញប៉ុន្មានបងប្អូនទទួលបានប្រាក់ចំណេញប៉ុន្មានហើយណាហើយចំណេញពីណាខ្លះណាបងប្អូននេះមើលអស់គ្នាទៅនេះដូចខ្ញុំអញ្ចឹងនេះទទួលបានប្រាក់ចំណេញប៉ុន្មានពីណាខ្លះនេះអញ្ចឹងខ្ញុំបង្ហាញណា income នេះគឺជាប្រាក់ចំណូលសរុបមកពីណាខ្លះហើយ e-wallet នេះគឺជាប្រាក់នៅក្នុងកាបូបអេឡិចត្រូនិកដែលយើងអាចចាយបានបាទទឹកប្រាក់ក្នុងកាបូបអេឡិចត្រូនិកដែលយើងអាចចាយបានបាទនៅសល់ជាក់ស្ដែងហើយ transfer នេះគឺជាទឹកប្រាក់ដែល member ដូចគ្នាឬក៏សមាជិកគាត់ transfer ឲ្យយើងណាទៅមក receive នេះនេះយើង transfer ទៅគេនេះយើង transfer ទៅគេនេះគេ transfer មកយើងចូលនេះបាទហើយរីឯបន្លោះនេះមួយគឺ scan នេះបងប្អូនអាចចុច scan វេលុយនិងទទួលលុយដោយ app ធនាគារ ABA ACDA អីចឹងណាបងប្អូនចុចលើហ្នឹងទៅអាចវេបានដែរអាចវេទៅមកបានដូចគ្នាណាសម្រាប់ក្នុងសហគមន៍យើងរីឯកន្លែងនេះចំនួនទឹកប្រាក់ដែលយើងបានដកហើយអញ្ចឹងណាហើយបងប្អូនអត់ចង់ឲ្យគេឃើញទឹកប្រាក់យើងបានព្រោះអត់មានដូចខ្ញុំអញ្ចឹង0ហ្នឹងខ្មាស់ខ្លាច់ខ្មាស់គេយើងចុចបិទនេះចុចបិទភ្នែកពុំអញ្ចឹងមកវាឃើញអត់ខ្មាស់គេអូខេអានឹងមួយហើយឥឡូវយើងមើលរបៀបប្រើប្រាស់ផ្សេងទៀតតោះខ្ញុំបើកលើឲ្យធំតិចមកលើកុំព្យូទ័រហើយណាប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមើលផងដោយសារលើទូបងប្អូនភាគច្រើនប្រើលើទូរស័ព្ទបានយើងបង្ហាញចេះណាអូខេលើកុំព្យូទ័រនេះបែបនេះអញ្ចឹងខ្ញុំប្រាប់មនុយនីមួយនេះគឺជា dashboard មិញដែលបង្ហាញមិញណារីឯមនុយនេះ add reality នេះបងប្អូនភ្នាក់ងារអចលនទ្រព្យដែលដាក់បញ្ចូលអចលនទ្រព្យណាដែលយើង login ហើយយើងជាសមាជិកវាមានសិទ្ធិបញ្ចូលអចលនទ្រព្យទៅក្នុង website ដើម្បីលក់យើងចុចឡើងនេះ add reality ហ្នឹងចុចមកវាឲ្យយើងបំពេញឲ្យយើងបំពេញអចលនទ្រព្យដែលយើងចង់លក់ហើយយើងអាចបំពេញបានណាបងប្អូនណាដាក់រូបដៃត្រឹមត្រូវអត់ចេះបំពេញមើលវីដេអូមុន3 4វីដេអូឯងបងប្អូនរកមើលទៅក្នុង channel តែមួយអូខេចុចនេះចុចបញ្ចូលមកចង់លក់អីចឹងមកចុចឡើងនេះវាបង្ហាញអ្វីដែលយើងចង់លក់អូខេតោះឥឡូវខ្ញុំមើលមនុយផ្សេងទៀតចូលដល់មនុយនេះមនុយ referral link នេះគឺជាមនុយមួយដែលអនុញ្ញាតឲ្យបងប្អូន copy referral link របស់បងប្អូននេះ copy ឡើងនេះឲ្យផ្ញើឲ្យតាម Messenger ក៏បានតាម Telegram បានតាមអីក៏បានដែរផ្ញើឲ្យមិត្តភ័ក្តិយើងដើម្បីអញ្ជើញគាត់ចូលជាសមាជិកឲ្យចុះឈ្មោះជាសមាជិកជាភ្នាក់ងារលក់អចលនទ្រព្យជាមួយយើងអញ្ចឹងណាគាត់តែផ្ញើអា link ហ្នឹងទៅគេចុះឈ្មោះបានហើយគេចុះឈ្មោះដូចយើងបានហើយអ្នកណែនាំអាប់ឡាញគឺយើងណាគឺយើងអូខេចុះឥឡូវយើងមើលបន្តទៀតឥឡូវ reality នេះគ្រាន់តែជា page មួយណាបង្ហាញនៅអចលនទ្រព្យទេណាខ្ញុំបាច់ចុចទៀតទេអូខេហើយ profile នេះជាកន្លែង page ដែលបង្ហាញនៅ profile របស់យើងនេះចូលមើលយើងបានបំពេញ profile ស្អាតបាតហើយនៅបានបំពេញ KYC នៅពាក្យថាបំពេញ KYC ហើយនៅហ្នឹងមានន័យថាបងប្អូនបានបំពេញនេះ profile រូប profile អាមូលនេះឲ្យលុយយកមកហើយបំពេញ cover ចេះមកបំពេញរូបអត្តសញ្ញាណប័ណ្ណខាងមុខរូបអត្តសញ្ញាណប័ណ្ណខាងក្រោយនឹង cover ហ្នឹងហើយចុច upload ចុងក្រោយគេចុច upload ណាអាហ្នឹងគេហៅបំពេញ KYC បំពេញអស់នេះដើម្បីអីដើម្បីការពារអ្នកខ្លែងបន្លំការពារជនខិលខូចក៏បោកប្រាស់មើលមកខាងក្រោមទៀតហើយមនុយខាងក្រោមនេះមើលលើម៉ៅណាមនុយខាងក្រោមនេះគឺជាមនុយ income report របាយការណ៍ប្រាក់ចំណូលអញ្ចឹងបងប្អូនអាចដឹងបានថារបាយការណ៍ប្រាក់ចំណូលរបស់បងប្អូនបានប៉ុន្មានហើយបានពីណាមកខ្លះថាណាលក់ដីបានពីលក់ផ្ទាល់ប៉ុន្មាន level 1 level 2 level 3 level 4ប៉ុន្មានហ្នឹងវាបង្ហាញនៅនេះណាបងប្អូនណាហើយវាបង្ហាញខ្សែកោងឲ្យមើលដែរដោយសារយើងអត់មានបានអីហ្នឹងដូចខ្ញុំអញ្ចឹងឃើញ0នឹងអស់ហើយនេះ0អានេះក៏0
anh đi cả sôn anh đi cả sôn nó bây là sôn đừng ó anh đi trong plừng nè trong plừng còn tại bởi vì mình sôn đấy vìឡើងcho hay đi cái chân đây bị trình vùng như mớ đây lúc dương chẳng mặt ok bây giờ lỡ dừng mưa to tiết mưa mình nuôi đi mùi nhá bằng ôn nhọp thì dây sòng nhọp tịt của cả na đã khi nhom thọt video về anh nhom upload ở châu là không YouTube tầm tham mày và còn chắc upload châu nè transaction all transaction នេះគឺជាកន្លែង report មួយដែលអនុញ្ញាតឲ្យបងប្អូនសមាជិកទាំងអស់គ្នាអាចមើលដឹងបានភ្លាមណា on time តែម្ដងរាល់ពេលថាចំណូលពីណាមកវាចូលនឹងលោកក្នុងតុងឲ្យយើងមើលណាបងប្អូនណាឧទាហរណ៍មួយថ្ងៃហ្នឹងយើងមានចំណូលចូលមកយើងប្រហែលមុខ5ដង6ដងវាលោកនៅនឹង5 6វាទាត់ឲ្យយើងមកលោកភ្លាមឲ្យយើងឃើញណាថាថ្ងៃទីប្រហែលម៉ោងប្រហែលពីអ្នកណានេះប្រភេទអីចំណូលប្រហែលមកយើងនេះគេណាសុំបន្តទៀត my invoice នេះគឺជារបាយការណ៍ដែលយើងទិញតើយើងបានទិញអីខ្លះនៅក្នុង website ហ្នឹងយើងបានទិញទេឬក៏យើងបានបង់លុយថ្លៃអចលនៈទ្រព្យអត់ឬក៏យើងបានទិញទំនិញអីផ្សេងដែលក្រុមហ៊ុនមានលក់វាបង្ហាញរបាយការណ៍ report invoice យើងនៅហ្នឹងអូខេឥឡូវមើលបន្តមកក្រុមទៀត withdrawal report នេះគឺជារបាយការណ៍មួយដែលអនុញ្ញាតឲ្យយើងដឹងថាតើយើងតាំងពីយើងធ្វើជាសមាជិកមកយើងដកលុយបានប៉ុន្មានដងហើយហ្នឹងអូខេបន្តទៀតនេះ member level បងប្អូនចុចលើ member level នេះវាបង្ហាញបងប្អូនថាតើបងប្អូនមានសមាជិកប៉ុន្មាននាក់ណាបងប្អូនមានសមាជិកប៉ុន្មាននាក់នៅខាងក្រោម level យើងហ្នឹងlevel ទី1មានប៉ុន្មានចុចលើ level ទី1មើលមានប៉ុន្មានវាប្រាប់ឲ្យយើងនៅផ្ទាល់ហ្នឹងប៉ុន្មាន level ទី2មានប៉ុន្មាន level ទី3មានប៉ុន្មាន level ទី4មានប្រហែលចឹងមកណាដែលថាខ្ញុំអត់ទាន់មានវាបង្ហាញ00វាប្រាប់ហ្នឹងហើយអង្គក្រុមគេនេះbonus ណាប្រាក់ចំណេញពីណាពី level ទី1ប៉ុន្មាន level ទី2ប៉ុន្មានក៏វាប្រាប់យើងដែរថាយើងអត់មាន0ទាំងអស់ចឹងអូខេអរគុណអញ្ចឹងខ្ញុំវិលទៅ home វិញអូខេអូសុំតិចទៀតនេះបងប្អូនដែលបាន login ហើយចុះឈ្មោះហើយបន្ទាប់ពីបងប្អូនបានបំពេញ KYC នេះ profile setting ហើយត្រឹមត្រូវណាបងប្អូនបំពេញ payment setting ផងនេះពេញ payment setting នេះឡើយនេះបាទ payment setting ចុចលើនឹងមកតើបំពេញ payment setting បីអីគឺដើម្បីទទួលប្រាក់ចំណេញពីក្រុមហ៊ុនទទួលប្រាក់ចំណេញយ៉ាងម៉េចបើសិនជាយើងអត់បំពេញឈ្មោះធនាគារយើងហ្នឹងទេឈ្មោះយើងអ្នកទទួលលុយហ្នឹងទេលេខកុងធនាគារយើងណាហើយ QR code យើងទេពេលដែលប្រាក់ចំណេញយើងកើតឡើងច្រើនយើងដកប្រាក់ក្រុមហ៊ុនអត់ដឹងវេឲ្យយើងម្លោះណាទេអញ្ចឹងកុំភ្លេចកន្លែងហ្នឹងណាបងប្អូនណាអូខេប៉ុណ្ណឹងសឹងវីដេអូនេះចប់អីអរគុណហើយកុំភ្លេចតាមដាននៅមានវីដេអូជាង10ទៀតដែលនិយាយពីការប្រើប្រាស់ក្នុង website នេះថាធ្វើម៉េចបានលុយច្រើនអានវីដេអូសំខាន់អរគុណ